ពុទ្ធប្រវត្តិគឺជារឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធពេលវេលានិងរដូវកាលបានមកដល់ហើយ នេះខ្ញុំម្ចាស់ជ្រាបថាវាដូចជាសុបិនតែវាពិតណាស់វាពិតខ្លាំងណាស់ដូចខ្លាំងណាស់ព្រះប៉ោះមើលលោកតាហៅក្តីសុបិននេះមានន័យយ៉ាងម៉េចដែរមានន័យយ៉ាងម៉េចទូលបង្គំសូមទូលថាមានអ្វីគួរឲ្យភ័យព្រួយទេព្រះអង្គកំពុងមានលៀបជ័យព្រោះព្រះអរោះដ៏អស្ចារ្យកំពុងតែមកចាប់កំណើតថាម៉េចនេះយើងចិត្តមានព្រះបុត្រាហើយក្រាបទូលហើយពេលចម្រើនព្រះជន្មបើខ្លាយជាក្សត្រនឹងជាក្សត្រដ៏អស្ចារ្យនៃចក្រវាឡតែម្ដងអូអញ្ចឹងហ៎បើទ្រង់សាងភ្នោះនឹងត្រាស់ជាព្រះពុទ្ធអង្គមុនគ្រិស្តសករាជ623ថ្ងៃ15កើតខែពិសាខនៅឧទ្យានលំពិនីក្នុងនគរកបិលភ័ស្ត្រទេសូមឈប់រទេះនៅក្រោមដើមឈើធំមួយនោះតែឈប់មានការអីព្រះម៉ែទ្រង់មិនគួរចោះទេសូមយាងមកវិញមកទូលបង្គំទទួលព្រះរាជបញ្ជាពីព្រះអង្គមិនអោយឈប់រហូតទាល់តែធ្វើដំណើរទៅដល់អាណាចក្រយើងគួរតែធ្វើដំណើរទៅមុខទៀតយើងមិនអាចទៅបោះនគរបិតាទេយើងចិត្តប្រសោតហើយយើងជាអ្នកចម្រើនលើលោកយើងជាអ្នកចម្រើនបំផុតក្នុងលោកយើងជាអ្នកដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោកជាតិនេះជាជាតិចុងក្រោយរបស់យើងហេតុនេះក្តីទុកលែងមានទៀតហើយ5ថ្ងៃក្រោយមកមើលទៅបរិយាបុត្រាពិតជាអស្ចារ្យខ្លាំងណាស់ពិតមែនអើយមើលចុះពិតជាចម្លែកមែនតើអូមុនអូមានជ្រៃបានជាការជីវិតត្រាពិតជាអស្ចារ្យខ្លាំងណាស់ព្រះរាជគ្រូយើងរីករាយខ្លាំងណាស់ដែលបានជួបពួកលោកព្រះរាជបុត្រាមានលក្ខណៈល្អដែរទេក្រាបទូលព្រះបង្គំសូមថ្វាយព្រះនាមថាសិទ្ធត្ថៈដែលមានន័យថាមានក្តីប្រាថ្នាសម្រេចសិទ្ធត្ថៈហើយម្ចាស់អូនយល់យ៉ាងណាដែរព្រះរាជនីព្រះប៉ោះជាព្រះនាមដែលពិរោះណាស់ចូលដាក់ព្រះនាមរបស់បាត់យើងថាសិទ្ធត្ថៈក្រាបទូលព្រះអង្គទូលបង្គំជឿជាក់ថាព្រះរាជបុត្រានឹងក្លាយជាព្រះរាជាដ៏អស្ចារ្យនៃចក្រវាឡក្រាបទូលតែយ៉ាងណាក៏ដោយយ៉ាងម៉េចបើសិនជាព្រះបុត្រាលះបង់ផ្លូវលោកព្រះអង្គនឹងយាងទៅសាងភ្នោះក្រាបទូលថាម៉េច
គេជាព្រះបុត្រាហេតុអីក៏ត្រូវលះបង់ផ្លូវលោកដេកផ្ដាស់ខ្លាំងណាស់គេនឹងក្លាយទៅជាព្រះរាជាដ៏អស្ចារ្យទេតាអត់ទេក្រាបទូលព្រះបុត្រានឹងយាងទៅសាងភ្នោះយ៉ាងពិតប្រាកដហើយនឹងត្រាស់ជាព្រះពុទ្ធអង្គទៀតផងក្រាបទូលមើលកោដញ្ញៈលោកនៅក្មេងហើយឆ្លាតជាងគេចូលប្រាប់មកមើលថាអ្វីដែលធ្វើឲ្យព្រះបុត្រារបស់យើងជ្រើសរើសវិធីចេញសាងភ្នោះហើយត្រាស់ជាព្រះពុទ្ធអង្គនោះពេលព្រះអង្គទ្រង់ទាន់ឃើញទេវទូតទាំង4ក្រាបទូលទេវទូតទាំង4តើជាអ្វីទៅមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ហើយនឹងសាមណៈអស់លោកមហាសេនាចាប់ពីពេលនេះតទៅហាមព្រះរាជបុត្រយាងចេញទៅក្រៅរាជវាំងចូលកុំឲ្យរបស់អស់នោះចូលមកក្បែរចូលរារាំងពួកអស់នោះចេញពីផ្លូវជើងមិនចាប់អារម្មណ៍ថាត្រូវចំណាយមនុស្សអស់ប្រមាណទេសិទ្ធត្ថៈនឹងក្លាយជាព្រះរាជានៃក្រុងកបិលពស្តុហើយគ្មាននរណារារាំងបានព្រះអង្គយាងមកហើយព្រះរាជាយាងមកហើយពួកយើងអបអរព្រះអង្គចូលចម្រើនចូលចម្រើនសូមព្រះអង្គមានព្រះជន្មយឺនយូរសូមព្រះអង្គមានព្រះជន្មយឺនយូរព្រះបុត្រាទេណាបាត់ទៅហើយឆាប់រកសពកន្លែងទៅមើលទៅខាងកើតអូស្អីគេនឹងអូបាក់សៃតូចអ្នកណាធ្វើចំពោះឯងអញ្ចឹងឲ្យវាមកយើងវិញណាសិទ្ធត្ថៈយើងជាអ្នកបាញ់វាទេយើងមិនឲ្យឯងទេបើសិនជាវាស្លាប់វាគឺជារបស់ឯងតែវាគ្រាន់តែមានរបួសហើយយើងក៏ជួយវាដែរវាត្រូវតែជារបស់យើងឃើញសត្វនេះមុនហើយយើងក៏ជាអ្នកបាញ់វាដែរហេតុនេះសត្វមួយនេះត្រូវតែជារបស់យើងអញ្ចឹងយើងទៅរកព្រះគ្រូទៅហើយសួរគាត់ថាអ្នកណាគួរតែជាម្ចាស់សត្វមួយនេះព្រះរាជគ្រូការពិតគឺព្រះរាជវង្សរបស់យើងគឺទេវទត្តជាអ្នកបាញ់សត្វនេះតែយើងជាអ្នកដកព្រួញហើយព្យាបាលសត្វនេះវិញព្រោះហេតុនេះវាគួរតែជារបស់យើងក្រាបទូលពួកទូលបង្គំយល់ស្របថាជីវិតរបស់សត្វនេះជារបស់អ្នកដែលព្យាយាមជាបាលវាតែមិនមែនជារបស់អ្នកដែលព្យាយាមជាបាតវាទេក្រាបទូល16ឆ្នាំក្រោយមកចូលចម្រើនមហាបពិតលោកកោដញ្ញៈជាទីស្រឡាញ់យើងខានជួបលោកយូរណាស់មកហើយក្រាបទូលព្រះអង្គទូលបង្គំឃើញព្រះរាជបុត្រចម្រើនវ័យពេញកំឡោះដ៏ស្រស់សង្ហាណាស់ក្រាបទូលលោកកោដញ្ញៈតាំងពីព្រះរាជនីសាវិឡាល័យយើងធ្វើជាឪពុកនិងម្ដាយរបស់គេមានគ្រប់យ៉ាងដែលត្រូវការ
បរិជ្ជវាំងកម្ពុជាបរិជ្ជគ្រូសេះនិងបរិវារមានសពបែបយ៉ាងសម្រាប់គេសំណាងអាក្រក់ណាស់ដែលព្រះរាជនីសោះវិឡាល័យក្រោយពេលដែលព្រះរាជបុត្រទ្រង់ប្រសូតតែព្រះអង្គទ្រង់ចិញ្ចឹមព្រះរាជបុត្របានយ៉ាងល្អគ្រប់គ្នាសុទ្ធតែនិយាយថាព្រះរាជបុត្រាជិះសេះដល់ពូកែហើយមានយុទ្ធសាស្ត្រការពារខ្លួនពិតមែនហើយលោកក៏ដញ្ញលោកប្រហែលជាបានឮរឿងទឹកជំនន់ធំជន់លិចផ្ទះដីស្រែជាច្រើនហើយក្រាបទូលព្រះអង្គហៀបអត់ឃ្លានមានពាសពេញគ្រប់ទីកន្លែងមនុស្សម្នាកំពុងតែឃ្លានស្លាប់គ្រប់ទិសទីពិតហើយលោកក៏ដញ្ញយើងមិនអាចលាក់រឿងនេះចំពោះសុទ្ធត្ថៈយូរប៉ុណ្ណាទេយើងអាចធ្វើយ៉ាងម៉េចទៅបបិទ្ធព្រះអង្គព្រះបុត្រាមានប្រជញ្ញ16ព្រះវស្សាឲ្យព្រះអង្គរៀបអភិសេកទៅព្រះអង្គនឹងមានជីវិតដែលសម្បូរហើយសុខសាន្តនឹងមិនចាប់អារម្មណ៍បញ្ហាទាំងនេះបានក្រាបទូលអស្ចារ្យណាស់លោកក៏ដញ្ញយើងនឹងរៀបចំត្រៀមស្រីដែលស្អាតបំផុតមកនៅក្នុងព្រះរាជវាំងមួយនេះព្រះនាងទី1ព្រះនាងទី2ព្រះនាងយសោធិរាពំពាយាងចូលគ្មានរង្វាន់សម្រាប់ខ្ញុំម្ចាស់ទេព្រះប៉ោះសំទោសណាយើងមានរង្វាន់តែប៉ុណ្្នឹងឯងឈប់សុំយករបស់នេះទៅអូយស្អាតណាស់ព្រះប៉ោះអរព្រះគុណត្រៀមពិធីរៀបអភិសេកភ្លាមតុបតែងលម្អផ្លូវអញ្ជើញព្រះរាជាគ្រប់នគរត្រៀមរៀបចំពិធីដ៏ធំបិទផ្លូវដើម្បីរាំរែកគ្រប់គ្នាចូលមានសេចក្តីសុខ29ឆ្នាំក្រោយមកគ្មានអីទេគ្រាន់តែយល់សពអាក្រក់ប៉ុណ្ណោះម្ចាស់អូនផ្ទុំទៅណាតើក្តីសុបិនមានន័យយ៉ាងម៉េចទៅពិតជាមានអ្វីមួយយ៉ាងនៅឯកំផែងនោះហើយឆាន់ហើយណាមកទាំងយប់អត់ត្រៀតថ្មនេះអូយថ្វាយបង្គំក្រាបទូលឲ្យទ្រង់យាងមកធ្វើអីទេនេះឆាន់យើងចង់ឲ្យលោកជួយយើងចេញទៅខាងក្រៅក្រសាលសួនច្បារតើបានទេឆាន់បរិជ្ជទានទៅក្រាបទូលបង្គំធ្វើមិនបានទេហើយដល់វិញពេលនេះទៅវិញនេះចិត្តភ្លឺទៅហើយទូលបង្គំត្រូវត្រៀមទីហ៊ានផងទេឆាន់វាសំខាន់ខ្លាំងណាស់មិនគួរឲ្យអ្នកណាឃើញទេជួយយើងផងទៅព្រះបុត្រាមិនចាំបាច់សុំអំបរទូលបង្គំអីទេទូលបង្គំជាបរិវាររបស់ព្រះអង្គទូលបង្គំនឹងត្រៀមរទេះសេះថ្វាយព្រះអង្គ
ឆានឈប់សិននោះជាស្អីទៅមើលមិនដូចយើងសោះសក់របស់គេសស្បែកក៏ជ្រីកជ្រួញ នោះគឺមនុស្សចាស់ក្រាបទូល មនុស្សចាស់គឺអ្វី គេធ្លាប់នៅក្មេងដូចតែពួកយើងតែពេលវេលាកន្លងទៅគេក៏ត្រូវចាស់ក្រាបទូល មានន័យថាយើងគ្រប់គ្នានេះត្រូវតែចាស់មែនទេហេតុអីទៅ ក្រាបទូលយើងត្រូវតែចាស់គ្រប់គ្នាក្រាបទូល ឆានឈប់សិន លោកកើតអីតើកើតអ្វីទៅ មានជំងឺ មិនតាកុំនិយាយជាមួយក្រាបទូល ហេតុអីឆាន់គេកើតអី គឺកំពុងតែឈឺកាត់ឈាមរបស់គេមានមេរោគព្រោះតែជំងឺយើងជួយគេមិនបានទេកុំប៉ះពាល់គេក្រាបទូល សំណាងអាក្រក់ណាស់ហេតុអីគេខ្លាចជាបែបនេះ វាអាចកើតឡើងចំពោះអ្នកណាក៏បានក្នុងលោកនេះគ្មានអ្នកណារារាំងបានទេវាកើតឡើងគ្រប់ពេលវេលាយើងទៅមុខទៀតល្អជាជាងក្រាបទូលព្រះអង្គទតខាងនោះវិញ ឆាន់ហេតុអីក៏គេដេកស្ងៀមបែបនេះហេតុអីក៏មានមនុស្សអស់នោះត្រូវយំជុំវិញគេតើហេតុអីទៅហ៎ មនុស្សអស់នោះយំព្រោះគេស្លាប់ក្រាបទូលមនុស្សស្លាប់ណាព្រះអង្គ ស្លាប់មានន័យថាម៉េច មានន័យថាគ្មានជីវិតរស់នៅនោះឯក្រាបទូល ហើយមនុស្សត្រូវយំពេលដែលគេស្លាប់ កូន ហេតុអីទៅ ព្រោះព្រាត់អ្នកដែលជាទីស្រឡាញ់យំព្រោះលែងបានឃើញគេទៀតហើយ យើងនឹងស្លាប់ដែរទេ ក្រាបទូលមនុស្សស្លាប់ជារឿងធម្មតាទេមិនថារាសឬស្ដេចឡើយ រស់នៅជាមួយ ឆាន់យើងឃើញគ្រប់គ្រាន់ហើយត្រឡប់ទៅព្រះជីវាំងវិញទៅ ក្រាបទូល វិញមក ណែឆាន់ម្នាក់នោះគេមិនដូចយើងទេតើគេជានរណាទៅ ម្នាក់នោះគេគឺជាសមណៈក្រាបទូល សាមណៈតើជាអ្វី គេគឺជាអ្នកលះបង់ផ្លូវលោក លះបង់ផ្លូវលោកហេតុអីទៅ ទូលបង្គំថាគួរតែយើងទៅវិញទៅ ហេតុអីទើបលះបង់ផ្លូវលោក គឺគេស្វែងរកអត្តន័យជីវិតក្រាបទូល គេមានវិធីសាស្ត្រយ៉ាងណាដែរ គេត្រូវអប់រំខ្លួនឯងអាស្រ័យនៅក្នុងវត្តឬលអាងពេលនេះគួរតែយាងទៅវិញមុនពេលដែលទាហានដឹងថាព្រះអង្គបាត់ខ្លួនក្រាបទូលត្រូវប្រញាប់យាងទៅវិញទៅក្រាបទូល មើលទៅគេដូចជាស្ងប់ស្ងាត់ណាស់ ពួកយើងគ្រប់គ្នាសុទ្ធតែត្រូវចាស់ឈឺស្លាប់ជារឿងធម្មតាទេគ្រប់គ្នាត្រូវតែស្លាប់មិនថារាសឬស្ដេចឡើយ ទេហេតុអីយើងត្រូវស្លាប់ គេជាអ្នកដែលលះបង់ផ្លូវលោកព្រោះស្វែងរកអត្តន័យនៃជីវិតអត្តន័យនៃជីវិតនៅក្រាបទូល ត្រូវហើយយើងត្រូវស្វែងរកចម្លើយនៃអត្តន័យជីវិតគោលដៅរបស់ជីវិតគឺអ្វីបើយើងត្រូវស្លាប់ថ្ងៃណាមួយវាពិតជាមានផ្លូវមិនកើតចាស់ឈឺស្លាប់ សូមទូលព្រះអង្គព្រះនាងប្រសូតបុត្រាហើយ កើតមកហើយ ព្រះជាត្រៀមប្រស្ងោជប់លៀងពេលល្ងាចដើម្បីឆ្លងការប្រសូតរបស់ព្រះបុត្រា ចំណងដ៏ធំបានកើតឡើងហើយ ផឹកទៅមកដើម្បីអបអរណាអរគុណដែលបានចូលរួមសូមសុខសប្បាយទាំងអស់គ្នាមែន យៈសោធារីជាទីស្រឡាញ់ដល់ពេលដែលយើងត្រូវបែកពីនាងនិងកូនរបស់យើងហើយយើងមានភារកិច្ចដែលត្រូវទទួលខុសត្រូវច្រើនជាងក្តីមេត្តាចំពោះអ្នកដែលមានក្តីទុក្ខមានភាពសំខាន់ច្រើនជាងបើអ្នកទាំងពីរមានគ្រប់យ៉ាងបរិបូរណ៍ហើយយើងនឹងចាកចេញពីនាងលាសិនហើយ ទូលបង្គំរៀបចំសេះសំណប់សម្រាប់ព្រះអង្គហើយទូលបង្គំសូមអំបរឲ្យព្រះអង្គបដូរប្រតិទៅ យើងទៅសិនហើយមុនពេលដែលវាហួសពេល ព្រះអង្គមេត្តាឲ្យទូលបង្គំទៅតាមព្រះអង្គដល់មាត់ស្ទឹងផងក្រាបទូល
ឆាន់មិនសម្លាញ់ដល់ពេលដែលយើងត្រូវលាលោកហើយនឹងសេះកណ្ណកៈមិត្តរបស់យើងមេត្តានាំយកសម្លៀកបំពាក់និងគ្រឿងអលង្ការព្រះកេសានិងព្រះខ័នរបស់យើងទៅថ្វាយព្រះបិតាផងចុះទូលព្រះអង្គថាយើងនឹងស្លៀកស្បង់ជាពរតាំងពីពេលនេះតទៅយើងនឹងប្រើពេលវេលានិងក្តីព្យាយាមរបស់យើងដើម្បីត្រាស់ឲ្យបានយើងមិនត្រឡប់ទៅវិញទេរហូតទាល់តែយើងសម្រេចគោលបំណងធំបំផុតនៃជីវិតមេត្តាប្រាប់ព្រះមហេសីនិងព្រះមេត្តារបស់យើងផងថាយើងមានសុខភាពល្អមិនបាច់ស្វែងរកយើងទេយើងនឹងត្រឡប់ទៅវិញដល់ពេលដែលសមរម្យលោកកៅដញ្ញៈលោកមើលនោះពុរីបុត្រាសុទ្ធថៈរបស់យើងទីតើត្រូវហើយព្រះអង្គប្រហែលជាយាងចេញពីរាជវាំងដោយពាក្យទំនាយហើយបើអញ្ចឹងហេតុអ្វីក៏យើងមិនចូលរួមជាមួយព្រះអង្គទៅល្អតើយើងអាចជួយព្រះអង្គបានដែរតើធ្វើការបោសសម្អាតនិងគោរពប្រណិប័តព្រះអង្គរហូតទាល់តែស្វែងរកឃើញសច្ចធម៌កៅដញ្ញៈអើយយើងដូចជាព្រួយបារម្ភណាស់កន្លងទៅ6ឆ្នាំហើយព្រះអង្គដូចជាសោយព្រះកញ្ញាតែបន្តិចបន្តួចមើលព្រះអង្គចោះមើលតែបែបនេះទៀតព្រះអង្គពិតជាសក្ដិហើយស្អីគេនឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងឈានជើងចុះទៅក្នុងទឹកពួកបែរជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយយើងនេះសែនងងខ្លៅណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដែលឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកដៃក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតូចយើងកំពុងស្វែងរកសច្ចធម៌យើងមកពីទីឆ្ងាយណាស់យើងសូមអង្គុយតាំងសមាធិក្រោមដើមឈើមួយនេះតែលោកទីនេះគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីនាងតូចគ្មានអ្នកណាដឹងថាយើងនៅទីនេះទេលោកជាវាយរបស់ខ្ញុំជាអ្នកខ្ពង់ខ្ពស់ណាស់ហេតុអីក៏មិនទៅជាមួយពួកយើងអត់ទេនាងតូចកុំនិយាយពីយើងឲ្យសោះមិនគួរមានអ្នកណាដឹងថាយើងនៅទីនេះទេបានប៉ុន្តែអាហាររបស់លោកនោះមើលនោះទៅជិត6ឆ្នាំហើយដែលសុទ្ធថៈបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បាននូវសច្ចធម៌ឡើយទេហើយពេលនេះគេកំពុងតែទាមទារចំណីអាហារខ្ញុំវិញអត់ទៅហើយនេះព្រះអង្គនេះមានន័យយ៉ាងណាទៅព្រះអង្គបបងកោតាំងចិត្តហើយណាហេតុអីព្រះអង្គសោយកិយាទៅវិញសម្លាញ់អើយយើងត្រូវជៀសវាងការត្រួតត្រោមទាំងឡាយហេតុអ្វីត្រូវធ្វើគឺដូចជាដីភក់ដែលរងក្រោមគ្រោះយ៉ាងនេះឯងយើងទើបតែដឹងច្បាស់ថាការធ្វើបាបរាងកាយនិងចិត្តខ្លួនឯងធ្វើឲ្យរាងកាយខ្សោយហើយចិត្តនឹងទ្រុឌទ្រោមរហូតមិនអាចស្វែងរកសច្ចធម៌បានហើយយើងគិតយ៉ាងម៉េចទៀតទៅយើងត្រូវទទួលអាហារដើម្បីចិញ្ចឹមរាងកាយបើរាងកាយមាំមួនចិត្តក៏អាចស្វែងរកសច្ចធម៌បានដែរព្រះអង្គប្រកាសប្រតិហើយអីដំបូងព្រះអង្គមានបន្ទូលឲ្យយើងប្រណិប័តបែបបង្អត់អាហារពេលនេះបែរជាឲ្យយើងដើរផ្លូវកណ្ដាលបានហើយព្រះអង្គលះបង់ការព្យាយាមហើយកំពុងតែដោះសារបើព្រះអង្គបញ្ជាក់ឲ្យយើងមិនបានទេយើងនឹងរកអ្នកផ្សេងជំនួសវិញមែនហើយឈប់សិនស្ដាប់យើងសិនទៅមកវិញសិនមកមើលនោះទៅជិត6ឆ្នាំហើយដែលសុទ្ធថៈបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បាននូវសច្ចធម៌ឡើយទេ
35ឆ្នាំកន្លងផុតទៅ ពិតជានឿយហត់ខ្លាំងណាស់ហើយ ហូណា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 នៅទីនេះអ្នកនាងហូណាទៅបោះសម្អាតក្រោមដើមជ្រៃហើយយកខ្សាច់ទៅរកឲ្យខ្ញុំផងណាចាអ្នកនាងជាទេវតាចាស់អ្នកនាងមានទេវតានៅក្រោមដើមឈើហើយទទួលសំណែនមកមើលជាមួយខ្ញុំទៅមើលដោយផ្ទាល់ភ្នែកណាដោយក្តីគោរពខ្ញុំឈ្មោះសុជាតិតាជាកូនស្រីរបស់លោកមេភូមិស្រីបំរើរបស់ខ្ញុំឈ្មោះហ៊ូណាជឿថាលោកជាទេវតា យើងមិនមែនជាទេវតាអីទេ អញ្ចឹងលោកជាអ្នកណា យើងជាសាមណៈដែលកំពុងស្វែងរកសច្ចធម៌ កាលខ្ញុំនៅពីតូចខ្ញុំធ្លាប់បន់ស្រន់ក្រោមដើមជ្រៃនេះថាបើខ្ញុំមានស្វាមីដែលមានឋានៈប្រហាក់ប្រហែលគ្នាហើយកូនដំបងរបស់ខ្ញុំជាកូនប្រុសខ្ញុំនឹងសែនបាយមហូបឲ្យជារៀងរាល់ឆ្នាំក្តីប្រាថ្នារបស់ខ្ញុំបានខ្លាចជាការពិតហើយសូមមេត្តាទទួលអាហារនេះផងចុះហើយសូមឲ្យលោកសម្រេចដូចការតាំងចិត្តរបស់លោកផង បើយើងបានត្រាស់ដឹងនៅថ្ងៃនេះសូមឲ្យភាជមួយនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកតែបើសិនជាអត់ទេសូមឲ្យភាជមួយនេះអណ្ដែតទៅតាមបណ្ដោយខ្សែទឹកចុះ ថ្ងៃពេញបរមីខែវិសាខ សមលៈលោកចង់សម្រេចមគ្គផលជាយាមដើម្បីអ្វីទៅលោកជាព្រះរាជបុត្រចូលត្រឡប់ទៅព្រះរាជវាំងប្រើជីវិតឲ្យបានសោយសុខវិញទៅ យើងមិនចាចេញពីទីនេះរហូតទាល់តែយើងស្វែងរកសច្ចធម៌ដែលចាំតែរកសេចក្តីសុខជានិរន្តរ៍ តាមចិត្តចុះសាមណៈល្ងងបុត្រីស្រស់ទាំង3របស់បិតាយើងមានការងារឲ្យបុត្រធ្វើហើយសូមឲ្យបុត្រជួយអស់ទាញសាមណៈនេះឲ្យបាន បានព្រះបិតា សមណៈល្ងងឯងពិតជាឈ្ងួតខ្លាំងណាស់យើងនឹងហៅព្យុះនៃភាពទរន់ទាំង9យ៉ាងព្យុះនៃភាពងងឹតងងល់9ប្រភេទនិងព្យុះភ្លើងយើងសូមចែកអំណាចរបស់ឯង
សាងភាពស្មុគស្មាញឈឺចាប់បំផ្លាញសមាធិរបស់ឯងបំផ្លាញសមាធិរបស់ឯងស្អីគេនេះមិនអាចបានទេ មិនក៏ភ្លៀងខ្លាចទៅជាផ្កាអញ្ចឹងទៅវិញអូជុះសង្គ្រាមទាំង9មិនអាចចាញ់សាមរៈបានទេឥឡូវនេះយើងសុំចុះចាញ់ហើយកលេសនៃភាពងងឹតងងល់បានត្រូវបណ្ដេញចេញហើយរស្មីនៃការចេះដឹងក៏ចាប់ផ្ដើមភ្លឺឡើងនៅទីបំផុតយើងក៏បានស្វែងរកសច្ចធម៌ដែលជាទីបញ្ចប់នៃការកើតចាស់ឈឺស្លាប់ហើយយើងដើរមកយូរហើយប៉ុន្តែរកអតិថិជនម្នាក់មិនបានសោះយើងចង់រកកន្លែងសម្រាប់បន្តិចហើយមិនមិនអើយខ្ញុំហត់នឿយខ្លាំងណាស់ហើយយើងរយហូបសិនទៅតាមអានេះល្អតើអូឯងមើលទៅនោះមានមនុស្សអង្គុយក្រោមដើមឈើអាចជាអតិថិជនយើងក៏ថាបានណាគេមានពលឺចេញមកទៀតឃើញទេពិតជាមានអ្វីពិសេសហើយនោះឯងឃើញនេះឯងមើលច្បាស់អូមែនលោកយើងមកពីក្រុងអូកាឡាពួកយើងនឿយហត់ណាស់សុំសម្រាប់ផងបានទេចូលលោកសម្រាប់ចុះសុំមេត្តាទទួលបាយលេខទឹកឃ្មុំរបស់ពួកយើងផងទៅលោកប្រាប់ពួកយើងបានទេលោកកាន់លទ្ធិណាមួយទៅគ្មានព្រះជាម្ចាស់អង្គណាដែលអាចហៅបានថាអ្នកកសាងគ្រប់បែបយ៉ាងទាំងអស់សុទ្ធតែកើតឡើងដោយមានមូលហេតុឬកម្មហើយផលនៃកម្មអវិជ្ជាជាឫសគល់នៃអំពើអកុសលទាំងពួងហើយជាមូលហេតុបណ្ដាលឲ្យមានការកើតរងទុក្ខនិងការស្លាប់នាពេលអវិជ្ជាត្រូវបំផ្លាញដោយវិជ្ជាអ្នកនោះឬឆ្ពោះទៅនិព្វានយើងគ្មានគ្រូបាអាចារ្យហើយគ្មានអ្នកណាប្រៀបស្មើយើងទេព្រះពុទ្ធជាម្ចាស់សូមមេត្តាទទួលពួកយើងទាំងពីរធ្វើជាសាវករបស់ព្រះអង្គផងទៅហើយឲ្យខ្ញុំព្រះអង្គបានជាទីខំយើងទៅយើងសូមរបស់មានតម្លៃផ្ញើទៅគោរពបូជាផងចុះព្រះគុណព្រះពុទ្ធដ៏ចម្រើនយើងនឹងនាំព្រះកេសារបស់ទ្រង់ទៅទីក្រុងអូកាឡាហើយទុកបូជានៅក្នុងចេតិយស្អីគេនោះលោកសុថតថតិតាមើលលោកចុះលោកពូពេញទៅដោយភាពប្រណិតយើងគិតថាលោកប្រហែលជាឆ្ពោះទៅអាណាចក្ររបស់បិតាលោកហើយដើម្បីអង្គុយលើរាជបល្ល័ង្កទាយាទទៀតហើយមើលទ្រង់មកខាងនេះទេតើបានហើយយើងជាអ្នកស្វាគមន៍លោកទៀតហើយតែមើលទៅទ្រង់មានអ្វីជាពិសេសឬមួយទ្រង់ឬមួយទ្រង់ត្រាស់ដឹងទៅហើយនេះអូសូមថ្វាយបង្គំព្រះពុទ្ធដ៏ចម្រើន
ស្ដាប់ណាបច្ចវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយ ព្រះអង្គដ៏ចម្រើនទ្រង់ធ្វើរួចរួចណាសូមប្រាប់ទូលបង្គំផង មិនតែប្រាប់ផងយើងនឹងសម្ដែងធម៌ចំពោះអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាតាំងចិត្តរៀនហើយប្រណិប័តតាមយើងសម្ដែងមិនយូរទេអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងមិនមែននៅជាតិមុខនៅពេលនេះហើយឥឡូវនេះក្នុងជាតិនេះយើងនិយាយជាការពិត ព្រះពុទ្ធជាម្ចាស់ដល់ដំណោមានតែពួកយើងផង យកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរម្មណ៍ឬការធ្វើបាបខ្លួនឯងឲ្យពិបាកប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាល ព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅ គឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កប្បៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវិយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិ លោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោកដើម្បីផលប្រយោជន៍ដល់មនុស្សដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយតែកុំទៅផ្លូវមួយដល់ទៅពីររូងចូលសម្ដែងធម៌ឲ្យស្រស់បំព្រងនៅក្នុងជំហានដំបូងហើយនៅទីបំផុតចូលប្រកាសសាសនាហើយតាំងចិត្តឲ្យបរិសុទ្ធស្រស់ ព្រះអង្គដ៏ចម្រើនលើកទោសឲ្យខ្ញុំព្រះអង្គបានទេในការរំខាននៃការឆាន់ខ្ញុំចង់សួរនៅបញ្ហាមួយដល់លោកចង់សួរស្អីគេ លោកឌៀងលោកមើលទៅស្រស់ថ្លា ដើម្បីឧទ្ទិសដល់បរមគ្រូរបស់យើង បរមគ្រូរបស់លោកជានរណាទៅហើយបានព្រាមបណ្ដៅថាម៉េចដែរទៅ កម្មទាំងឡាយកើតចេញពីហេតុព្រះតថាគតត្រាស់ហេតុហើយការពលុតធម៌ទាំងនោះព្រះមហាសមណៈបានត្រាស់បែបនេះ សំណុំខ្ញុំទៅរកបរមគ្រូលោកផងទៅ ចូលកុំជឿអ្វីជំនឿគឺជាកិលេសដូច្នេះចូលកុំជឿសូម្បីតែរឿងដែលយើងប្រាប់យើងធ្វើនេះគឺបង្រៀនឲ្យទម្លាយសច្ចធម៌ដោយខ្លួនឯងតួនាទីទី1របស់លោកគឺបំផ្លាញកិលេសរបស់លោកចោលហើយខ្លួនលោកតែប៉ុណ្ណោះដែលធ្វើបាប ព្រះសមណគោតមដ៏ចម្រើនសូមទទួលយើងខ្ញុំទាំងពីរគឺជាសាវករបស់ព្រះអង្គផង ចូលមកភិក្ខុទាំងឡាយចូលដំណើរជីវិតឲ្យបរិសុទ្ធឆ្ពោះទៅរកការបន្លត់ទុក្ខអ្នកទាំងពីរគឺមកលៀននិងសេរីបុត្រអ្នកទាំងពីរជាមេដឹកនាំនៃសាវក ចឹងអើយអរអូអីដល់គឺនោះយោព្រះអង្គព្រះអង្គជួយទុំគុំបងទៅទុំគុំតាមរកត្រង់ច្រើនថ្ងៃមកហើយស្ងប់អារម្មណ៍ទៅទុំគុំមានរឿងក្តៅក្រហល់ក៏ហើយត្រូវការឲ្យព្រះអង្គជួយផងទៅតើមានរឿងអ្វីទៅព្រះសមណគោតមដ៏ចម្រើនពួកព្រាហ្មណ៍យកគោទុំគុំ3ក្បាលបើគ្មានគោនេះទេទូលបង្គំគួរធ្វើយ៉ាងម៉េច លោកមិនបានទៅប្តឹងអាជ្ញាធរព្រះរាជាហើយព្យាយាមយកគោមកវិញទេ ព្រះអង្គដ៏ចម្រើនហើយមានផលប្រយោជន៍អ្វីពួកព្រាហ្មណ៍ទទួលបានសិទ្ធឲ្យរឹបអូសគោក្របីអ្នកស្រែទៅធ្វើការបួងសួង នាំយើងទៅជួបព្រាហ្មណ៍យើងនឹងទៅយកសត្វឲ្យពួកលោកវិញ ទូលបង្គំនឹងនាំទ្រង់ទៅកន្លែងរបស់គេលើនេះ ដាក់ឲ្យមុតតិចអើយ ជុំភ្លាមសមណៈនេះមិនមែនជាកន្លែងអ្នកក្រៅវណ្ណៈទេ លោកព្រាហ្មណ៍តើលោកមានដឹងទេមនុស្សក្រៅវណ្ណៈគឺជាអ្វីហើយអ្វីទើបមនុស្សនៅក្រៅវណ្ណៈ ទេ
សាមណៈយើងមិនចាប់អារម្មណ៍អ្នកក្រៅវណ្ណៈជាអ្វីទេយើងមិនធ្វើអ្វីទេ អញ្ចឹងចាំស្ដាប់ណាលោកព្រាហ្មណ៍ត្រូវចាំទុកមនុស្សក្រៅវណ្ណៈមិនមែនកើតឡើងតាំងពីកំណើតទេភាពជាព្រាហ្មណ៍ក៏មិនមែនមានមកតាំងពីកំណើតដែរភាពក្រៅវណ្ណៈកើតចេញពីទង្វើទៅវិញទេភាពជាព្រាហ្មណ៍ក៏កើតចេញពីទង្វើដែរ អស់ចាមែនទ្រង់បង្ហាញបំភ្លឺក្រំពុះភ្លឺងងឹតទូបង្គំសូមអង្វរទូយកទូបង្គំផងសូមប្រទ្រង់យាងព្រះអង្គ លោកព្រាហ្មណ៍ខ្លួនលោកមានតម្លៃប៉ុន្មាន ព្រះសមណៈខ្លួនរបស់ទូបង្គំមានតម្លៃច្រើនមហិមាណាស់ព្រះអង្គ អញ្ចឹងយើងមកវាយតម្លៃគ្នារបៀបនេះប៉ុន្មានលើកប៉ុន្មានសារដែលលោកនាំយកសัตว์មកបួងសួង ព្រះសមណៈច្រើនជាង100,000 ដងទៅទៀតឯណោះ អញ្ចឹងយើងមានតម្លៃច្រើនជាងនេះ ពិតរឿងសមណៈ លោកព្រាហ្មណ៍ដោះលែងសัตว์ដែលគួរអាណិតទាំងនេះចងយើងជំនួសវិញទៅហើយបង្ហូរឈាមយើងដើម្បីបួងសួងចុះ ព្រះសមណៈសត្វដែលយើងសម្រាប់ទាំងប្រមាណនេះត្រូវទៅកើតក្នុងឋានសួគ៌ក្រោយពីវាងាប់ទៅណា លោកបួងសួងដើម្បីបញ្ជូនសត្វទៅឋានសួគ៌គឺដើម្បីទទួលពរ ព្រះសមណៈដើម្បីហេតុទាំងពីរយ៉ាងនឹងឯង លោកអូនទេ មានមុខស្រីមួយប្រុសមួយព្រះអង្គ លោកបញ្ជូនពួកគេទៅឋានសួគ៌ទេ ព្រះអង្គមានន័យយ៉ាងម៉េចនឹង បើអញ្ចឹងលោកព្រាហ្មណ៍ហេតុអ្វីលោកមិនចងពួកគេហើយកាត់កពួកគេទៅ ព្រះសមណៈនេះចង់និយាយពីស្អី ស្ដាប់ណាលោកព្រាហ្មណ៍អ្នកណាដែលអះអាងថាការបួងសួងជារឿងប្រសើរពួកគេជាអ្នកបួសដែលយករឿងនេះធ្វើជាអាជីពរកចិញ្ចឹមខ្លួនឯងលោកកុំធ្វើតាមដោយគ្មានហេតុផលឲ្យសោះ បើអញ្ចឹងព្រះសមណៈទូបង្គំនឹងមានជំរឿនដ៏ល្អសម្រាប់បួងសួងព្រះជាម្ចា ដោះ ស់ លែងស ទៅ ត្វគួរអាណិតទាំងអស់នេះទៅ បានព្រះសមណៈបើទូបង្គំដោះលែងបែបនេះតើគូបង្គំនឹងរស់នៅក្នុងសង្គ លោក ម ព្រាហ្មណ៍ ព្រាមយ៉ាងម៉េច នាពេលលោកសម្ដែងក្តីមេត្តាចំពោះសត្វទាំងនេះហើយសត្វដ៏ច្រើននឹងគោរពដល់លោកនឹងទទួលបានពរពីព្រះជាម្ចាស់ អូយព្រះសមណៈគូដមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយ អាយ៉ាគោយើងការដែលអ្នកស្រុកគោរពទ្រង់វាជាការពិតទ្រង់ជាអ្នកត្រាស់ដឹងអស្ចារ្យណាស់ លោកជាទីគោរពតើសមណៈគូដមជាអ្នកណាទៅ ទ្រង់គឺជាព្រះពុទ្ធអ្នកសាងចំពោះផ្លូវអ្នកដែលមិនបានសាងអ្នកប្រកាសចំពោះផ្លូវអ្នកមិនបានប្រកាសអ្នកដឹងផ្លូវចំពោះអ្នកដែលមិនបានដឹងផ្លូវ យោយតើមានរឿងអីចេះ សន្ធឹមជើងស្គាល់អ្នកមានប្រមួយតែជា បបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំមានព្រះរាជសារមកពីព្រះរាជវាំងព្រះបិតាសធុធនៈមានប្រតិចង់ជួបព្រះអង្គ ភិក្ខុទាំងឡាយត្រៀមធ្វើដំណើរទៅទីក្រុងកបិលភ័ស្ត្រជាមួយនឹងយើង ទេវទត្តគ្រប់យ៉ាងត្រៀមទទួលបុត្រារបស់យើងតាមបញ្ជាដែរឬទេ ត្រៀមឲ្យក្រាបទូលបង្គំបានត្រៀមថ្វាយទ្រង់រួចរាល់អស់ទៅហើយ ព្រះអង្គព្រះពុទ្ធយើងមកដល់ទីនេះហើយ បុត្រាយើងមកដល់ហើយប៉ុន្តែគេនៅឯណា ព្រះអង្គទ្រង់នៅតាមថ្នល់ព្រះពោះ នៅតាមថ្នល់ចុះទៅធ្វើអីនៅទីនោះ កំពុងតែដាស់សុំអាហារព្រះពោះ ស្អីគេរាជាត្រៀមរបស់ដែលទ្រង់ពេញចិត្តតែទ្រង់បែរជាទៅសុំហូបគេបែបនេះគួរឲ្យខ្មាស់គេខ្លាំងណាស់រៀបចំសេះឲ្យយើងភ្លាមក្រាបទូល សុទ្ធថាបុត្របិតាត្រឹមត្រូវហើយឯអ្នកដែលធ្លាប់តែប្រថាប់រទេះសេះមាសតែបែរជាមកសុំហូបអាហារនៅតាមទីក្រុងនេះហេតុអ្វីបុត្រធ្វើឲ្យបិតាខ្មាស់គេហេតុអ្វីទើបបុត្រអាចធ្វើទៅកើតមហាបពិតទូលបង្គំមិនអាចធ្វើឲ្យទ្រង់អាម៉ាស់ទេប៉ុន្តែទូលបង្គំប្រណិប័តតាមប្រពៃណីសាសនាទៅវិញទេតែយើងជាអ្នកស្នងត្រកូលអ្នកចម្បាំងមិនសុំស្បៀអាហារពីគេនោះទេ អ្នកស្នងត្រកូលក្សាន់គឺទេវទត្ត
ចំណែកយើងជាអ្នកស្នងត្រកូលព្រះពុទ្ធសាសនានេះជាប្រពៃណីដែលបន្តមកជាយូរដើម្បីទទួលអាហាររាល់គេហដ្ឋានទាំងអស់តើនេះជាការបន្តប្រពៃណីបែបណាទៅការសុំអាហាររាល់គេហដ្ឋានហើយតែងខ្លួនបែបនេះទៀតទ្រង់ទៅចោលព្រះមហេសីទៅចោលព្រះបុត្រាអររយៈពេល6ឆ្នាំដើម្បីអ្វីទៅតើវាមានផលប្រយោជន៍អ្វីទ្រង់ឆាប់មានមន្ទូលមកអ្វីគ្រប់យ៉ាងនឹងដូចដើមស្អីគេហើយស្អីចេះនេះមិនចេះ មានរឿងអីចេះ ចាមែន ចម្លែកខ្លាំង ចា ណាស់ មើលចុះនោះ មែនទេ លើពុំមានទឹកផងទៀត អើយចម្លែកណាស់លោកអើយចម្លែកមែនតើមើលចុះនោះអើយក្តៅទ្រង់សំណាងល្អណាស់មានព្រះរាជបុត្រាដ៏អស្ចារ្យមកចាប់កំណើតក្នុងគភ៌ព្រះមហេសី ទ្រង់ជាព្រះរាជាដ៏អស្ចារ្យលើចក្រវាឡ បុត្របិតាបុត្រធ្វើឲ្យបិតាយល់ពីការពិតបុត្របង្ហាញឲ្យបិតាឃើញដល់ទៅ3លើកតែបិតាល្ងងគ្មានប្រាជ្ញាសូមមេត្តាលើកទោសឲ្យបិតាផងចុះ បបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំសូមថ្វាយខ្លួនបួសជាសង្ឃផងចុះ ព្រះអង្គដ៏ចម្រើនអៀនខ្មាស់មាត់ខ្លាំងណាស់អើយដែលសោពេញទោសសូមអភ័យទោសទូលបង្គំហងឲ្យទូលបង្គំបានបម្រើទ្រង់ហើយទៅព្រមជាមួយនឹងព្រះបុត្រាអនន្តផងពួកទូលបង្គំនឹងផ្សព្វផ្សាយបន្ទូលរបស់ព្រះអង្គ ព្រះអង្គដ៏ចម្រើនហើយពេលដែលនាងដឹងថាទ្រង់ស្លៀកស្បង់ជីពរនាងក៏ធ្វើដូចទ្រង់ពេលដែលនាងឮថាទ្រង់ទទួលទានមួយថ្ងៃមួយពេលនាងក៏ធ្វើដូចជាទ្រង់ពេលនាងដឹងថាទ្រង់មិនផ្ទុំលើក្រែនាងក៏ធ្វើតាមពេលនាងនៅតែម្នាក់ឯង រាជាផ្សេងក៏មានចិត្តចំពោះនាងតែនាងបែរជាបដិសេធមិនព្រមទាល់តែសោះមហាបពិតមិនត្រឹមតែជាតិនេះទេសូម្បីតែជាតិមុននាងក៏នៅក្បែរបុត្ររហូតហើយបូជាខ្លួនចំពោះបុត្រយសោធារីនាងមានការអត់ធ្មត់ចំពោះការប្រត់ប្រាស់កម្លាំងនេះឯងធ្វើឲ្យយើងមានទឹកចិត្តក្នុងការប្រណិប័ត ដល់ព្រះពុទ្ធជាម្ចាស់ហើយជាទួនាទីរបស់យើងនៅក្នុងការផ្សព្វផ្សាយព្រះធម៌ជាសេចក្តីសុខដល់មនុស្សទាំងឡាយ ខ្ញុំម្ចាស់សប្បាយចិត្តលើទ្រង់សូមឲ្យភារកិច្ចរបស់ទ្រង់បានជោគជ័យហើយសូមឲ្យព្រះធម៌រីកពាសពេញផែនដីទៅចុះព្រះហលបាត់មេត្តា លោកសង្ឃអង្គនោះជាបិតារបស់បាត់ទ្រង់មានតម្លៃមហិមាណាស់ទៅដល់ទ្រង់ទៅហើយសូមសម្បត្តិពីទ្រង់ព្រះបិតាសូមបីតែសម្បត្តិរបស់ទ្រង់ក៏ធ្វើឲ្យបាត់រីករាយដែរព្រះមេត្តាប្រាប់ឲ្យទូលបង្គំសូមសម្បត្តិពីទ្រង់ បុត្រសម្លាញ់បិតាគ្មានទ្រព្យសម្បត្តិសំខាន់អ្វីនៅជាប់នឹងខ្លួនទេតែបើបុត្រត្រូវការបិតានឹងឲ្យលោកកតរៈសម្បត្តិដល់បុត្រសេរីបុត្រចូលអ្នកបំពោះរិហុលទៅហើយឲ្យលោកកតរៈសម្បត្តិដល់គេ ដើម្បីចូលដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃស្អីគេហេតុអីក៏បុត្រធ្វើដូច្នេះបុត្រធ្វើយ៉ាងម៉េចទៀតហើយបិតាសោកស្ដាយណាស់ដែលរាហុលចៅប្រុសបិតាត្រូវបួសទៀតពេលបុត្រចេញពីព្រះរាជវាំងបិតាសង្ឃឹមលើរាហុល បិតាសប្បាយដែលឃើញគេលេងគេធ្វើឲ្យបិតាសប្បាយចិត្តពេលបិតានឹកបុត្រតែពេលនេះវាហួសពេលទៅហើយបិតាសូមអំបរបុត្របានទេបានមហាបពិតការបួសរបស់បុត្រមិនគួរធ្វើទេ
បើមេដាបៃតាមិនអនុញ្ញាតបានបុត្រនឹងធ្វើតាមព្រះបិតាសុំហើយកត់ត្រាធ្វើជាច្បាប់របស់សង្ឃ បបិទ្ធព្រះអង្គដ៏ចម្រើន យ៉ាងម៉េចអានន្តមានការអី ស្ត្រីភេទអាចសិក្សាពាក្យព្រានប្រដៅហើយនឹងបួសជាភិក្ខុនៃបានដែរឬទេ មានអីស្ត្រីក៏ធ្វើបានដែរ ថ្មីតាមបម្រើព្រះអង្គតាំងពីយូរយារណាស់មកហើយបីបាច់ថែរក្សាព្រះអង្គតាំងពីព្រះមេដាសោយវិឡាល័យទៅម្លេះតាំងពីយូរណាស់មកហើយព្រះអង្គតាំងពីព្រះអង្គនៅក្មេងមកម្លេះណា មែនយើងដឹងច្បាស់ណាស់ ព្រះអង្គដ៏ចម្រើនព្រះនាងកូតមីហើយនឹងស្ត្រីទៀតឈរនៅចាំខាងក្រៅសូមព្រះអង្គអនុញ្ញាតឲ្យបួសជាភិក្ខុនៃផងចុះដើម្បីឲ្យបានដល់នៅប្រតនត្រ័យដ៏ធំ អានន្តបើគូតមីនិងមិត្តរបស់នាងអាចប្រតិបត្តិតាមខ8ប្រការបានហើយនោះត្រៀមបួសទៅចុះព្រះអង្គដ៏ចម្រើនមានគេប្រាប់ថាទ្រង់ចង់ជួបទ្រង់គុំពិតមែនហើយឆាប់ចូលមកទេវទត្តសាមវៈរបស់យើងស្ដាប់ពាក្យណែនាំរបស់យើងហើយពួកគេប្រកាន់ខ្ជាប់ពាក្យព្រានប្រដៅរបស់យើងតែទេវទត្តយើងឮមកថាលោកធ្វើខុសដោយរួបរวมគ្នាប្រព្រឹត្តតាមលោកធ្វើខុសពីច្បាប់របស់យើងដើម្បីសាងភាពបែកបាក់ក្នុងចង្កោមសង្ឃវាជារឿងដែលគួរឲ្យសង្វេគណាស់ទ្រង់ដោយចម្រើនបណ្ដាសង្ឃកំពុងតែទទួលនៅទុក្ខវេទនាក្រោយពីទទួលនៅភាពមិនល្អក្នុងការចូលមកលាតត្រដាងក្នុងសាសនាដូចជាជនពៀលភេវរៈកខេតកនិងព្រាននារីលោកស្នើយ៉ាងម៉េចស្រេចតែទ្រង់ដោយចម្រើនទូលបង្គំសូមស្នើថាសូមឲ្យភិក្ខុនៃគួរតែនៅក្នុងព្រៃទូលបង្គំថែមទាំងស្នើទៀតបណ្ដាភិក្ខុនៃគួរតែចេញបណ្ឌបាតគួរតែពាក់ស្បង់ដែលធ្វើអំពីកណាត់បណ្ដាភិក្ខុសង្ឃគួរតែអង្គុយសមាធិនៅក្នុងព្រៃលើកលែងឆាន់សាច់ហើយសាវកទាំងអស់គួរគោរពតាមច្បាប់វិន័យរបស់សង្ឃឲ្យបានហ្មត់ចត់ទេវទត្តក្រោយពីលោកបួសលោកធ្លាប់នៅក្នុងព្រៃដែរទេមិនដែលទេតើធ្លាប់ស្លៀកស្បង់ជីពរធ្វើអំពីកណាត់ចាស់ទេអត់ទេតើធ្លាប់ប្រាសចាកឆាន់សាច់ដែរទេអត់ទេតែធ្លាប់អង្គុយសមាធិក្នុងព្រៃហើយចេញបណ្ឌបាតផងដែរទេវទត្តលោកធ្វើតាម3ក្នុងចំណោម5ប្រការដែលលោកទៀមទាមិនបានផងលោកគិតថាបញ្ញត្តិវិន័យទាំងឡាយសមគួរដែរទេមានភិក្ខុជាច្រើនព្រមទទួលវិន័យទាំងនេះទេវទត្តកុំបំបាយក្រុមសង្ឃអីបើលោកមិនយល់ស្របនឹងវិន័យរបស់យើងទេលោកអាចចាកចេញទៅបានទូលបង្គំនឹងទៅជាមួយភិក្ខុដែលតាមទូលបង្គំហើយគោរពចំពោះទូលបង្គំលោកចង់ធ្វើអ្វីក៏ធ្វើចុះបើគំនិតរបស់លោកបរិសុទ្ធលោកនឹងទទួលបានល្អតែបើគំនិតរបស់លោកមិនបរិសុទ្ធលោកនឹងទទួលផលអាក្រក់គ្រប់គ្នាមានសេរីភាពនៅក្នុងការពិភាក្សាជាមួយយើងតាមតម្រូវការតែលោកចូលប្រយ័ត្នទង្វើរបស់លោកផងចុះអានន្តយើងចង់ទៅឲ្យឆ្ងាយមួយរយៈ បបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្រេចប្រតិរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរ យើងនឹងទៅតែម្នាក់ឯងក្នុងព្រៃ ព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណា សត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសំគួរហើយរស់នៅទីនោះឆាន់តែផ្លែឈើមិនកំរើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះ សូមឲ្យគ្រប់គ្នាមានក្តីសុខប្រឆាទុកប្រឆាការឈឺថ្កាត់ ល្អណាស់ចៅសេកពេលនេះព្រះអង្គគង់នៅឯណា នៅទីនេះតាមខ្ញុំមក បបិទ្ធព្រះអង្គដ៏ចម្រើន ចូលមកអានន្ត
គង់តែបានសัตว์សេកមួយក្បាលនេះកុំអីទូបង្គំត្រូវវង្វេងផ្លូវហើយម្យ៉ាងទៀតទូបង្គំក៏មិនបានជួបព្រះអង្គដែរ អាណននេះជាមិត្តស្មោះរបស់យើងម្នាក់ ស្រេចតែព្រះអង្គទេទូបង្គំមិនដែលឃើញអ្វីដែលចម្លែកបែបនេះទេទូបង្គំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងសត្វទាំងអស់នេះនៅក្នុងព្រៃសុទ្ធតែស្មោះត្រង់ចំពោះព្រះអង្គទាំងអស់ អាណនសត្វនៅក្នុងព្រៃមិនខុសពីសត្វផ្សេងទេពួកគេស្មោះត្រង់ហើយឧស្សាហ៍ព្យាយាមជាងសត្វផ្សេងសម្រាប់យើងមិត្តភ័ក្តិល្អជារឿងគួរឲ្យរីករាយហើយអាចនៅជាមួយពួកគេបាន ស្រេចតែព្រះអង្គទេតែទីមួយដែលព្រះអង្គគង់នៅទីនេះគ្រប់គ្នាតែងតែគោរពនៅទេវទត្តហើយនឹងសាវកដូច្នេះពួកនោះគិតថាយើងមិនច្បាស់លាស់នោះទេទោះបីយ៉ាងណាក៏ដោយមួយខែក្រោយមកប្រជាពលរដ្ឋចាប់ផ្ដើមមិនពេញចិត្តនឹងទង្វើរបស់ទេវទត្តនិងសាវកពួកគេក៏វែងដុំថ្មត្រូវទេវទត្តនិងសាវកពេលនេះប្រជារាស្ត្រតែងតែនិយាយពីពាក្យពៀនប្រដៅដ៏ល្អរបស់ព្រះអង្គហើយគេបាននិមន្តព្រះភិក្ខុសង្ឃដទៃទៀតទៅថ្វាយចង្ហាន់ហើយតែងតែសួររកព្រះអង្គជារៀងរាល់ថ្ងៃ អាណនយើងមិនប្រាប់លោកទេមិនយូរទេការពិតនឹងឈ្នះការមិនពិតបើការប្រណិប័តរបស់យើងត្រឹមត្រូវយើងមិនអាចធ្វើខុសទៀតបានទេព្រោះអាវុធរបស់យើងគឺសច្ចធម៌នោះអីអាណនយើងនឹងត្រឡប់ទៅវិញ អូព្រះពុទ្ធជាម្ចាស់យើងមកហើយព្រះពុទ្ធជាម្ចាស់យើងមកហើយណោះ នេះត្រូវដឹកទឹកដល់ទឹកគ្នាហ្មងហើយត្រូវជួយចាញ់ទេស្រេចតែព្រះអង្គមហារាជាបាក់សេនីកោសលយាងចូលគាល់លោកមហាបរោះចាត់ទុកថាជាកិត្តិយសដែលបានជួបទ្រង់ទូលបង្គំលើរឿងរបស់ទ្រង់ច្រើនមកហើយទូលបង្គំមកសុំពរពីទ្រង់មហារាជាមហាបរោះ យើងមានទាហានសេះ500អ្នកបំពាក់ទៅដោយអាវុធចាំនៅខាងក្រៅឯនោះយើងត្រៀមនឹងស្លាប់រស់ហើយពេលនេះក្នុងភារកិច្ចអីទៅដើម្បីសម្លាប់បិសាចអង្គលីមៀគេសម្លាប់ប្រជាជនអស់ច្រើនហើយវាទៅស័យប្រសាទហើយពួកយើងមកសុំពរពីទ្រង់ដើម្បីឲ្យការងារនេះទទួលបានជោគជ័យបើលោកឃើញអង្គលីមៀបំពេញធម៌ប្រាសចាកហិង្សានិងអំពើអាក្រក់ទាំងឡាយហើយព្រមប្រណិប័តជីវិតដ៏ល្អលោកធ្វើបែបណាទៅក្នុងករណីនេះ យើងនឹងលើកទោសឲ្យគេហើយទុកជីវិតឲ្យគេបើអញ្ចឹងមហារាជានេះឯងគឺអង្គលីមៀអីណាអាយកុំខ្លាចអីមហារាជាមិនបាច់ខ្លាចអ្វីទៀតទេអូយ៉ាពិសេសណាស់ប្រងពុតជាពិសេសមែនតើធ្វើមិនទៅឲ្យបិសាចអង្គលីមៀព្រមចោះញោមទ្រង់សង្ស័យខ្លាំងណាស់ព្រះពុទ្ធជាម្ចាស់ជាអ្នកកែប្រែយើង និយាយស្ដាប់បន្តិចបានទេ យើងគឺជាអហិង្សៈបុត្ររបស់អ្នកបួសយើងត្រូវបានបញ្ជូនទៅរៀននៅសាលាល្បីហើយបានរង្វាន់ជាច្រើនលើកការសិក្សានៅមុខវិជ្ជាផ្សេងៗរួមទាំងសិល្បៈការពារខ្លួនកូនសិស្សផ្សេងៗទៀតសុទ្ធតែមានភាពចំណាយនឹងយើងទាំងអស់ពួកគេបានញុះញង់នឹងគ្រូឲ្យស្អប់យើងព្រមទាំងគ្រួសាររបស់យើងគ្រូក៏បានស្អប់យើងហើយក៏បានបង្កើតនៅលក្ខខណ្ឌដ៏ចម្លែកនៅក្នុងការទទួលយកជោគជ័យលើការសិក្សាប្រៀបដូចជាការគៀបសង្កត់យើងដូចនេះដែរម្រាមដៃ 1000 គឺជាថ្លៃនៃការសិក្សាលោកគ្រូខ្ញុំមកពីតកោមិនប្រើហិង្សាលោកគ្រូក៏ដឹងដែរខ្ញុំមានឈ្មោះថាអហិង្សៈមានន័យថាមិនបៀតបៀនអ្នកដទៃខ្ញុំសូមអង្វរលោកគ្រូបដូរតម្រូវការរបស់លោកគ្រូនេះបានទេយើងមិនបដូរទេយើងមិនអាចកែប្រែចិត្តយើងបានទេយើងប្រែចិត្តលោកគ្រូមិនបានមានអារម្មណ៍ពិបាកនឹងប្រឈមមុខហើយបានជួបនឹងលាអាងមួយនៅព្រៃភ្នំយ៉ាងជ្រៅយើងបានចាប់ផ្ដើមរស់នៅដោយភាពព្រៃផ្សៃស៊ីសត្វជាអាហារហើយចិត្តសាហាវព្រៃផ្សៃក៏កើតឡើងយើងស្ទាក់អ្នកដំណើរដែលធ្វើដំណើរបាក់គ្រប់គ្នាហើយកាត់ម្រាមដៃពួកគេហើយយើងក៏ចងសាក់សពគេនៅលើចុងឈើចាំរហូតដល់អ្នកផ្សេងទៀតមកនៅទីបំផុតយើងក៏មានឈ្មោះថាអង្គលីមាក៏មានកម្រងជាម្រាមដៃហើយយើងចូលគម្រាមកំហែងប្រជាជនរហូតនៅទីបំផុតយើងក៏មានម្រាមដៃចំនួន999ម្រាមនៅសល់តែមួយទៀតទេយើងនឹងសម្រេចភារកិច្ចហើយថ្ងៃមួយយើងមើលឃើញស្ត្រីម្នាក់កំពុងតែដើរមកយើងក៏បានចូលទៅរកគាត់តាមពិត
គាត់ជាម្ដាយរបស់យើងក៏ឈប់ភ្លាមហើយគិតថាយើងអាចសម្លាប់បានទេស្របជាពេលនោះដែរក៏បានឃើញនៅព្រះពុទ្ធនិមន្តទៅហើយយើងក៏បានបដូរចិត្តឆ្ពោះទៅរកទ្រង់វិញតែគួរឲ្យចម្លែកណាស់នៅពេលដែលយើងតាមទ្រង់យើងតាមមិនទាន់សោះមិនដឹងថាជាហេតុអីយើងនៅតែតាមមិនទាន់ព្រះអង្គទោះប្រឹងយ៉ាងណាក៏នៅតែមិនទាន់សមណៈឈប់សមណៈឈប់ភ្លាមសមណៈឈប់ភ្លាមឈប់សមណៈឈប់ភ្លាមយើងឈប់ហើយតែលោកទេដែលមិនទាន់ឈប់ សមណៈលោកឈប់យ៉ាងម៉េចបើលោកនៅតែដើរលោកប្រាប់ថាយើងមិនទាន់ឈប់ហើយយើងឈប់ហើយដើរតែលោកប្រាប់ថាយើងមិនទាន់ឈប់តែសមណៈមានន័យយ៉ាងម៉េចទៅអង្គុលីមាយើងឈប់ជានិរន្តរ៍ឈប់ធ្វើហិង្សាចំពោះវត្ថុមានជីវិតទាំងឡាយតែលោកប្រើហិង្សាគ្រប់គ្នាយើងទៅប្រាប់ថាយើងឈប់ហើយតែលោកនៅបិសាចនៅក្នុងខ្លួនរបស់លោកសាងភាពវិនាសច្រើនប៉ុណ្ណាការរងទុក្ខវេទនានឹងគ្មានថ្ងៃបញ្ចប់បើលោកបួសលោកនឹងឈានទៅរកនិព្វានហើយមិនបាច់មកវិលវល់កើតចាស់ឈឺស្លាប់ទៀតទេលោកសមណៈខ្ញុំបានធ្វើខុសច្រើនណាស់ខ្ញុំកើតអីដឹងខ្ញុំសាងទុច្ចរិតមកច្រើនហើយទៅពិតជាម្ចាស់ធ្វើឲ្យខ្ញុំយល់អំពីបិសាចនៅក្នុងខ្លួនសូមព្រះអង្គទទួលខ្ញុំព្រះអង្គជាសាវកផងលោកយទីគោរពសូមទទួលសបង់ជីពរអាហារថ្នាំពីយើងផងចុះមហារាជមានក្តីមេត្តាអរគុណច្រើនតែយើងមានគ្រប់គ្រាន់អស់ហើយហេស្អីគេនោះមើលសង់នោះទៅនោះហើយណែណាអីអង្គលីមានទៅមែនអង្គលីមានទៅឃាតករទៅនេះចេញទៅកុំអោយអាហារគេសោះដេញគេចេញទៅមែនហើយចេញទៅចេញទៅព្រះអង្គមើលទូបង្គំចុះទូបង្គំរបួសហើយហេតុអីពួកគេនៅតែស្អប់ទូបង្គំបែបនេះព្រះអង្គុលីមាកាលពីមុននេះអ្នកសម្លាប់មនុស្សមានដឹងទេថាវាខុសទូបង្គំមិនដឹងទេព្រះអង្គពួកគេធ្វើបែបនេះព្រោះមកពីអវិជ្ជាពិតមែនហើយដល់ពេលដែលទូបង្គំត្រូវសាងក្តីមេត្តាចំពោះពួកគេហើយដើម្បីក្តីមេត្តាគេនៅណាពេទ្យនោះជាអ្នកណាទៅទ្រង់ជាគ្រូរបស់យើងសូមមេត្តាស្ងប់អារម្មណ៍ទៅចាំយើងនិយាយជាមួយទ្រង់បបិទ្ធព្រះអង្គដ៏ចម្រើនពេលខ្ញុំកណ្ណាទឹកបណ្ឌបាតនៅព្រឹកមិញបានជួបនឹងស្ត្រីម្នាក់ព្រមទាំងក្មេងតូចស្រែកយំសុំថ្នាំដើម្បីព្យាបាលកូនប្រុសសូមមេត្តាឲ្យថ្នាំមកខ្ញុំព្យាបាលកូនផងទៅនាងឈ្មោះអ្វីហើយមានអ្វីកើតឡើងចំពោះកូននាងខ្ញុំម្ចាស់ឈ្មោះកេសាកោតមីហើយកូនប្រុសតែមួយគត់របស់ខ្ញុំក្តៅខ្លួនស្លាប់ហើយខ្ញុំសូមវល់លោកជួយខ្ញុំផងទៅឲ្យថ្នាំមកខ្ញុំមកខ្ញុំនឹងឲ្យមាសលោកយើងនឹងឲ្យថ្នាំទៅនាងតែនាងត្រូវយករបស់មកឲ្យយើងសិនតើស្អីទៅព្រះអង្គប្រាប់ខ្ញុំម្ចាស់មកទៅរកក្របស្ពៃមកឲ្យយើងក្របស្ពៃតែប៉ុណ្ណឹងទេមែនហើយតែត្រូវចាំទុកណាមានលក្ខខណ្ឌថាក្របស្ពៃត្រូវតែមកពីគ្រួសារដែលគ្មានអ្នកណាស្លាប់ខ្ញុំនឹងទៅរកឲ្យលោកភ្លាមស្អីគេក្របស្ពៃនាងចង់បានប្រមាណក៏បានដែរតែពុករបស់ខ្ញុំទើបតែស្លាប់កាលពីខែមុនមែនហើយគ្រួសាររបស់ខ្ញុំទើបតែស្លាប់កាលពីអាទិត្យមុនគ្មានអ្វីអមតៈទេមានទាំងការកើតនិងការស្លាប់ការចម្រើននិងការវិនាសការជួបនិងការបែកបាក់លោកស្រស់បំប្រងប្រៀបដូចជាផ្កាដែលរីកនៅពេលព្រឹកហើយស្វិតទៅវិញដោយកម្ដៅនៃពេលថ្ងៃព្រះអង្គខ្ញុំម្ចាស់យល់ហើយថាក្តីស្លាប់គឺជារឿងធម្មតាចាំទុកណាកេសាកោតមីថ្ងៃណាយើងត្រូវព្រាត់ពីរបស់ដែលយើងស្រឡាញ់
ôi rom sát mình tên ơi trôi chật nè nè để bậc cài rom chân ai trôi chật sập bom nè nè ôi cha nè cha mình tên nè ai cha đây mấy con đâu lên đây nghiêm chắc là trôi cha đây thì tầm mưa mình ơi đây ơi sát mình tên nè prong mong ơiลูกสารนะ เอ้ยน่ะเนียงមានរឿងអីហ្នឹង យើងមានអារម្មណ៍មិនល្អសោះយើងមានអារម្មណ៍ថាដូចជាអ្នកតោយើងចង់បានសេរីភាព អ្នកទោមែនទេអ្នកនាងគឺជាស្ត្រីដែលគួរឲ្យស្រឡាញ់ជាទីបំផុតនៅម្ដុំនេះបរោះណាក៏នៅចង់នៅជាមួយនាងមិនមែនមកពីរៀងរបស់នាងទេគឺមកភាពរហ័សរហួននឹងមុនស្នេហ៍ហ្នឹងណាហើយធ្វើឲ្យបរោះក្នុងទីក្រុងចង់នៅជាមួយនាងណាយើងដឹងគ្រប់យ៉ាងពេលខ្លះយើងសង្ស័យថាពេលខ្លះជាភារកិច្ចរបស់គេហើយតែមានបញ្ហាជាមួយស្វាមីកូនក៏ឈឺមិនមែនជារឿងល្អនោះទេណាហេតុអីទើបនាងនិយាយបែបនេះប្រពន្ធជាទេសកលទី1នៅក្នុងផ្ទះហើយនាងនឹងក្លាយទៅជាទេសកលរបស់ប្តីប៉ុន្តែនាងនឹងមានសេរីភាពគ្រប់បែបយ៉ាងណាអញ្ចឹងត្រូវតែមានរបស់ដែលស្អាតហើយថិតថេរដែលស្វាមីហើយនឹងកូនមិនអាចយកមកបានអ្នកនាងខ្ញុំឈប់ស្វែងរកសេរីភាពហើយតើដឹងទេអ្នកនាងអាចស្វែងរកសេរីភាពបានមែនណានាងចង់និយាយពីអ្វីហ្នឹងអ្នកនាងឮគេនិយាយពីអ្នកដែលមានចម្លើយគ្រប់បែបយ៉ាងទេអ្នកណាគេព្រះពុទ្ធជាម្ចាស់ណាមែនហើយខ្ញុំក៏ឮរឿងរបស់លោកដែរទ្រង់កំពុងគង់នៅក្នុងព្រៃស្វាយរបស់នាងឯណោទីនេះហ៎នៅក្នុងព្រៃយើងត្រូវតែទៅជួបព្រះអង្គជាបន្ទាន់ហើយប៉ុន្តែអ្នកណាក៏និយាយដែរថាព្រះអង្គខ្វល់ខ្វាយស្រីស្អាតហើយព្រះអង្គមានមុនស្នេហ៍ទេព្រះអង្គជារាណាស់ទៅហើយណាយើងនឹងច្បាស់ណាស់ឯងយល់ទេភាពស្រស់ស្អាតនិងភាពគួរឲ្យស្រឡាញ់វាត្រូវបាត់បង់វាពិតជាមានអ្វីថិតថេរព្រះពុទ្ធជាម្ចាស់ពិតជាដឹងហើយថាយើងនឹងស្វែងរកត្រៀមរទេះស្អីយើងភ្លាមមនុស្សដែលស្រីឃ្លានលើជីវិតដែលគ្មានការប្រុងប្រយ័ត្ននឹងរីកចម្រើនដោយសត្វជើង4គេនឹងលោតពីជីវិតមួយទៅជីវិតមួយដូចគ្នានឹងសត្វតូចដែលលោតពីដើមឈើមួយទៅដើមឈើមួយរកផ្លែឈើព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់អំពៈបល័យជាស្រីស្អាតប្រចាំស្រុកខ្ញុំម្ចាស់ភ្លក់រសជាតិស្រស់បំព្រងនិងភាពសប្បាយលើលោកនេះយ៉ាងល្អប៉ុន្តែខ្ញុំទទួលការឈឺចាប់ការអបសុកនិងភាពទទេស្អាតអ្នកនាងត្រូវគ្រប់គ្រងរាងកាយនិងផ្លូវចិត្តខ្ញុំម្ចាស់គួរតែធ្វើបែបណាទៅត្រូវពន្លត់ការប្រកាន់ខ្ជាប់លើការប្រាថ្នាការស្រេកឃ្លាននិងអំពើអាក្រក់វឹកវើទង្វើខាងកាយវាចាចិត្តឲ្យបានល្អមែនហើយព្រះអង្គខ្ញុំម្ចាស់នឹងធ្វើតាមខ្ញុំម្ចាស់នឹងហាត់ចំពោះទង្វើដែលល្អខ្ញុំម្ចាស់សូមនិមន្តព្រះអង្គជាមួយនឹងព្រះភិក្ខុទៅទទួលចង្ហាន់នៅផ្ទះខ្ញុំម្ចាស់យើងនឹងនិមន្តទៅផ្ទះនាងមុនព្រះអង្គមិនអាចទៅឆាន់ផ្ទះនោះបានទេព្រះអង្គធ្លាប់ជាបរិជ្ជបុត្រាព្រះអង្គទៅឆាន់ផ្ទះស្រីផ្កាមាសមិនកើតទេព្រះអង្គត្រូវតែទៅឆាន់នៅផ្ទះទូបង្គំសូមខមាទោសឲ្យខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មិនបានយល់ថាព្រះអង្គមិនអាចទៅឆាន់នៅផ្ទះខ្ញុំម្ចាស់បាននៅក្នុងព្រះគម្ពីរធម៌គ្មានព្រះបុត្រាស្រីស្អាតនៅក្នុងក្រុងស្អែកនេះយើងនឹងទៅឆាន់អាហារនៅផ្ទះរបស់នាងអរព្រះគុណព្រះអង្គហើយអរព្រះគុណព្រះអង្គហើយ80ឆ្នាំក្រោយមកភិក្ខុទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដ៏ចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សុំបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អ
អ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវត្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះ មើលនោះដើមរៀងគ្រប់ដណ្ដប់ទៅដោយការដ៏ស្រស់បំប្រងមិនមែនជារដូវកាលរបស់វាពិសេសមែនតែនមើលចុះការនោះធ្លាក់ចុះមកពីលើមេឃទៀតផងនោះមើលហើយភិក្ខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរព លោកអនុណាខ្ញុំចង់ជួបព្រះពុទ្ធជាម្ចាស់ បានហើយលោកសុផាថៈឈប់រំខានទ្រង់ទៅទ្រង់ហត់ហើយអស់កម្លាំងខ្លាំងណាស់អនន្តអើយកុំហាមសុផាថៈអីឲ្យគេចូលមកនិយាយចុះ ទូលបង្គំមានរឿងសង្ស័យ មានអ្វីសុផាថៈ ទ្រង់ដ៏ចម្រើនសាសនាផ្សេងមានអ្នកប្រណិប័តល្អហើយប្រព្រឹត្តខ្លួនល្អណាស់ក៏ប៉ុន្តែលើកស្ទួយសាសនារបស់យើងពិសេសជាងសាសនាផ្សេងទៅទៀត ត្រឹមត្រូវហើយ ដូច្នេះហើយយើងស្វែងរកសាសនាត្រឹមត្រូវបានបែបណាទៅព្រះអង្គ មនាលសុផាថៈសាសនាក្នុងរូបភាពផ្សេងសុទ្ធតែសំគួរហើយបើសាសនាទាំងនោះមានការប្រៀបធៀបខទាំង8ព្រោះខទាំង8ចាត់ទុកថាជាសច្ចធម៌របស់ចក្រវាលគ្រប់បែបយ៉ាងសុទ្ធតែជាអនិច្ចំមិនទៀងទាត់និព្វានអាចទៅដល់ដោយការព្យាយាមតែប៉ុណ្ណោះ ព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាននៅក្នុងថ្ងៃអង្គារពេញបុណ្យមីខែពិសាខឆ្នាំម្សាញ់ដែលគឺជាថ្ងៃចាប់មាននៅពុទ្ធសករាជក្នុងសកលលោក ណដ្ឋិសន្តិបរੰសុខੰពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយ